ត្រូវគិតថាតើយើងត្រូវធ្វើអីទៀតតមកទៀតមុននឹងគិតថាយ៉ាងម៉េចខ្ញុំសូមដាក់សំណួរ3ទៅសកម្មជនថ្នាក់ដឹកនាំគណៈបកទាំងអស់ទី1តើយើងដឹងទេថាប្រជាប្រដ្ឋខ្មែរនោះដែលក្រោកឈរយ៉ាងកក្រឹកកក្រែងរាប់លានអ្នកមកគាំទ្រគណៈបកសង្គ្រោះជាតិនេះគឺគាត់ចង់បានអ្វីដឹងទេដឹងថាប្រជារាស្ត្រចង់បានអីទេដែលមកគាំទ្រយើងនេះសូមយករឿងហ្នឹងទៅពិចារណាចម្លើយឆ្លើយមកបើឆ្លើយត្រូវយើងនឹងដើរតាមផ្លូវត្រូវតែបើយើងឆ្លើយខុសយើងនឹងដើរផ្លូវខុសយើងនឹងរលាយដូចអ្នកពីមុនមកចឹងសូមឲ្យច្បាស់ចំណុចហ្នឹងអង្គុយគិតខ្លួនឯងឡើងវិញមុននឹងដើរទៅធ្វើនយោបាយមុនទៅនិយាយកាន់ប្រជារាស្ត្រមុននឹងធ្វើអ្វីត្រូវដឹងថាប្រជាប្រដ្ឋខ្មែរដែលភាគច្រើនក្រោកឈរយ៉ាងកក្រឹកក្រែងជាប្រវត្តិសាស្ត្រឆ្នាំ2012 2013នេះតើគាត់ចង់បានអីបានគាត់មកបោះឆ្នោតយើងបានមកគាត់មកគាំទ្រយើងឲ្យច្បាស់ទៅនឹងហ្នឹងនេះជាសំណួរទី1ត្រង់គ្នាយកទៅគិតថាបើដឹងមិនច្បាស់ទេគឺចាញ់បើដឹងច្បាស់គឺឈ្នះទី2សួរថាតើគណៈបកសង្គ្រោះជាតិនេះដែលបង្កើតឡើងនេះគឺដើម្បីអ្វីខ្លួនយើងនេះមកចូលរួមគណៈបកសង្គ្រោះជាតិនេះមកធ្វើថ្នាក់ដឹកនាំនេះគឺចង់យកនាំគណៈបកនេះទៅណាទិសដៅទៅណាគោលដៅយ៉ាងម៉េចគឺចង់បានអីក្នុងនាមគណៈបកសង្គ្រោះជាតិនេះទី3គឺសួរថាតើមកដល់ថ្ងៃនេះគោលបំណងរបស់ប្រជាពលរដ្ឋដែលសំណួរទី1នេះបានសម្រេចហើយឬនៅតើមកដល់ថ្ងៃនេះគោលបំណងរបស់យើងដែលមកជាអ្នកដឹកនាំគណៈបកសង្គ្រោះជាតិនេះសម្រេចហើយឬនៅសូមឆ្លើយមកសម្រេចបានហើយឬនៅនេះសំណួរ3នេះខ្ញុំសូមឲ្យថ្នាក់ដឹកនាំទាំងអស់យកទៅពិចារណាហើយគិតឡើងវិញ